សមត្ថភាពស៊ីវិលរួមមានការគិតវិភាគឬការរិះគន់ការយល់ដឹងអំពីច្បាប់និងស្ថាប័នសមត្ថភាពបំបែកព័ត៌មានពិតនិងព័ត៌មានបំភាន់ការគោរពមតិខុសគ្នាស្វាគមន៍មកកាន់ The Mask ថ្ងៃនេះខ្ញុំនឹងលើកឡើងក្រោមប្រធានបទធំមួយគឺតើយុវជនវ័យក្មេងគួរចូលរួមនយោបាយឬគួរផ្ដោតលើការអភិវឌ្ឍខ្លួនអត្ថបទនេះខ្លីតែមានន័យជ្រៅសម្រាប់យុវជនហើយខ្ញុំនឹងលម្អិតនៅក្នុងវីដេអូនេះមិនមែនជាសំណួរធម្មតាទេតែវាជាសំណួរដែលបង្ហាញពីការស្វែងរកអត្តសញ្ញាណនិងទិសដៅជីវិតរបស់យុវជនជំនាន់ថ្មីក្នុងទ្រឹស្ដីអភិវឌ្ឍប្រជាធិបតេយ្យមនុស្សវ័យក្មេងត្រូវបានគេចាត់ទុកថាជាម៉ាស៊ីនជំរុញការផ្លាស់ប្ដូរសង្គមព្រោះយុវជនមានថាមពលនិងមានចក្ខុវិស័យនិងមិនទាន់ត្រូវបានចងក្រងដោយប្រព័ន្ធចាស់ប៉ុន្តែការចូលរួមនយោបាយដោយគ្មានមូលដ្ឋានគ្មានជំនាញគ្មានការយល់ដឹងជ្រាលជ្រៅអាចនាំឲ្យយុវជនក្លាយជាឧបករណ៍នយោបាយជំនួសឲ្យក្លាយជាអ្នកបង្កើតការផ្លាស់ប្ដូរទី1នយោបាយមិនត្រឹមតែជាការបង្ហាញមតិមនុស្សភាគច្រើនគិតថាការចូលរួមនយោបាយគឺជាការសរសេរ comment ឬការចែករំលែក post ឬការឈរលើវេទិកាដើម្បីនិយាយប៉ុន្តែនយោបាយពិតប្រាកដគឺជាការយល់ដឹងអំពីរចនាសម្ព័ន្ធអំណាចការសម្រេចចិត្តគោលនយោបាយនិងផលប៉ះពាល់រយៈពេលវែងប្រជាធិបតេយ្យរឹងមាំមិនត្រូវការយុវជនដែលមានសម្លេងខ្លាំងប៉ុណ្ណោះទេវាត្រូវការយុវជនដែលមានសមត្ថភាពវិភាគនិងសីលធម៌សាធារណៈទី2សមត្ថភាពស៊ីវិលវិទ្យាសាស្ត្រនយោបាយបង្ហាញថាប្រទេសដែលមានយុវជនមានសមត្ថភាពស៊ីវិលខ្ពស់និងមានប្រជាធិបតេយ្យមានគុណភាពខ្ពស់ផងដែរសមត្ថភាពស៊ីវិលរួមមានការគិតវិភាគឬការរិះគន់ការយល់ដឹងអំពីច្បាប់និងស្ថាប័នសមត្ថភាពបំបែកព័ត៌មានពិតនិងព័ត៌មានបំភាន់ការគោរពមតិខុសគ្នាយុវជនដែលគ្មានជំនាញទាំងនេះអាចងាយត្រូវបំភាន់ដោយសារនយោបាយឬការឃោសនាទី3ចិត្តវិទ្យាសង្គមនិងការគ្រប់គ្រងអារម្មណ៍ការចូលរួមនយោបាយដោយផ្អែកលើអារម្មណ៍ក្តៅគគុកអាចនាំឲ្យមានការបែកបាក់និងភាពអស់សង្ឃឹមចិត្តវិទ្យាសង្គមបង្ហាញថាយុវជនវ័យក្មេងនៅស្វែងរកអត្តសញ្ញាណងាយទទួលផលប៉ះពាល់ក្រុមឬមតិភាគច្រើនដូច្នេះការអភិវឌ្ឍខ្លួនមិនមែនជាការរត់គេចពីនយោបាយទេប៉ុន្តែជាការរៀបចំខ្លួនដើម្បីចូលរួមដោយភាពច្បាស់លាស់ទី4ការអភិវឌ្ឍខ្លួនជាមូលដ្ឋាននៃអំណាចពិតប្រាកដមិនមែនកើតចេញពីមុខតំណែងទេវាកើតចេញពីសមត្ថភាពយុវជនគួរសិក្សាឲ្យបានជ្រាលជ្រៅបង្កើតជំនាញវិជ្ជាជីវៈបង្កើតឯករាជ្យភាពសេដ្ឋកិច្ចបង្កើតបណ្ដាញវិជ្ជាជីវៈនិងសង្គមនៅពេលដែលយុវជនមានមូលដ្ឋានរឹងមាំនោះការចូលរួមនយោបាយនឹងមិនធ្វើឲ្យពួកគេខូចខាតអាជីពឬសុខភាពផ្លូវចិត្តទេផ្ទុយទៅវិញវានឹងធ្វើឲ្យពួកគេក្លាយជាអ្នកដឹកនាំមានគុណភាពទី5មិនមែនមួយឬមួយទេការដាក់ជាជំរើសថាចូលនយោបាយឬអភិវឌ្ឍខ្លួនគឺជាការយល់ឃើញមិនពេញលេញការអភិវឌ្ឍខ្លួនគឺជាដំណាក់កាលនៃការចូលរួមនយោបាយដោយគុណភាពការចូលរួមនយោបាយប្រកបដោយសមត្ថភាពនឹងជួយឲ្យសង្គមរីកចម្រើន6ទស្សនវិស័យអនាគតសង្គមដែលមានការរីកចម្រើនមិនមែនសង្គមដែលយុវជនសកម្មប៉ុណ្ណោះទេវាជាសង្គមដែលយុវជនមានសមត្ថភាពសិលធម៌និងចក្ខុវិស័យវែងឆ្ងាយប្រសិនបើយុវជនជ្រើសរើសអភិវឌ្ឍខ្លួនដើម្បីបង្កើតមូលដ្ឋានរឹងមាំនោះពេលពួកគេចូលរួមនយោបាយពួកគេនឹងក្លាយជាអ្នកកំណត់គោលនយោបាយមិនមែនជាអ្នកតាមដានគេសេចក្តីសន្និដ្ឋានយុវជនមិនគួរបោះបង់នយោបាយក៏មិនគួរចូលរួមដោយគ្មានការរៀបចំខ្លួនអនាគតប្រទេសមិនស្ថិតនៅក្នុងដៃអ្នកដែលមានអំណាចបច្ចុប្បន្នតែប៉ុណ្ណោះទេវាស្ថិតនៅក្នុងដៃយុវជនដែលមានសមត្ថភាពនិងការយល់ដឹងការអភិវឌ្ឍខ្លួនថ្ងៃនេះគឺជាការរៀបចំដើម្បីដឹកនាំនៅថ្ងៃស្អែកពីខ្ញុំ Damas ជួបគ្នានៅវីដេអូក្រោយ